ខេងសុភកញ្ញាគឺជាសិស្សថ្នាក់ទី12នៃសាលារៀនសុវណ្ណភូមិយ៉ាងណាមិញពួកយើងគឺជាសិស្សពូកែនៃក្របខ័ណ្ឌសាលារៀនសុវណ្ណភូមិក៏ដូចជាសិស្សពូកែនៃជ័យលាភីទូទាំងប្រទេសពួកយើងបានមកធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃមកកាន់សាកលវិទ្យាល័យរាំងស៊ីតនៅក្នុងរយៈពេល2យប់និង3ថ្ងៃពួកយើងបានស្វែងយល់នៅបទពិសោធន៍ប្លែកៗអំពីការធ្វើដំណើរទស្សនកិច្ចនៅក្នុងសាកលវិទ្យាល័យមួយនេះពួកយើងបានស្វែងយល់អំពីនៅមុខជំនាញផ្សេងៗដែលពួកយើងនឹងត្រូវបន្តទៅថ្នាក់ឧត្តមសិក្សាមានដូចជាមុខជំនាញផ្នែកវិស្វកម្មផ្នែកវិទ្យាសាស្ត្រផ្នែកច្បាប់ក៏ដូចជាផ្នែកការ design ដែលធ្វើឲ្យពួកយើងយល់ច្បាស់អំពីមុខជំនាញដែលពួកយើងនឹងត្រូវចាប់យកនាពេលអនាគតមិនត្រឹមតែប៉ុណ្ណោះពួកយើងក៏បានរកឃើញនៅអ្វីដែលពួកយើងចង់ធ្វើក៏ដូចជាសមត្ថភាពពិតប្រាកដដែលពួកយើងនឹងត្រូវបន្តធ្វើទៅមុខទៀតហើយការដែលមកសិក្សានៅសាកលវិទ្យាល័យរាំងស៊ីតនេះគឺពួកយើងទទួលបានឱកាសជាច្រើននៅក្នុងការសិក្សានៅអ្វីដែលថ្មីវាជួយបង្កើននៅក្នុងសមត្ថភាពរបស់យើងក្នុងការទទួលបាននៅចំណេះដឹងថ្មីៗដូចជាការទទួលចំណេះដឹងពាក់ព័ន្ធជាមួយនឹងខាងផ្នែកវិទ្យាសាស្ត្រខាងផ្នែកគ្រូពេទ្យខាងផ្នែកបច្ចេកវិទ្យាវិស្វកម្មក៏ដូចជាខាងផ្នែកជីវវិទ្យាផ្សេងៗហើយក្រៅពីនេះពួកយើងទាំងអស់គ្នាក៏បានសិក្សាផ្សេងៗក្រៅពីហ្នឹងដូចជាការដែលបង្កើនសមត្ថភាពក្នុងការប្រស័យតាក់ទងក៏ដូចជាពួកយើងទាំងអស់គ្នាគឺប្រៀបបានដូចជាធ្លុងមួយពួកយើងអាចធ្វើការសាមគ្គីភាពគ្នាក្នុងការធ្វើអ្វីមួយដែលអាចសម្រេចទៅបានយើងអាចបង្កើនសមត្ថភាពរបស់យើងក្នុងការធ្វើអ្វីមួយដែលថ្មីហើយមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការចូលប្រឡូកក្នុងវិស័យអប់រំដែលយើងទទួលបានឱកាសក្នុងការប្រស័យតាក់ទងជាមួយនឹងអ្នកជុំវិញខ្លួនក៏ដូចជាប្រស័យតាក់ទងជាមួយនឹងអ្នកផ្សេងៗផងដែរនៅក្នុងសាកលវិទ្យាល័យរាំងស៊ីតក៏ដូចជាសិស្សបងផ្សេងៗដែលគាត់បានមកសិក្សានៅទីនេះហើយជាមួយគ្នានេះដែរពួកយើងក៏ទទួលបាននៅឱកាសក្នុងការផ្លាស់ប្ដូរវប្បធម៌ក៏ដូចជាការផ្លាស់ប្ដូរចំណេះដឹងផ្លាស់ប្ដូរភាសាផ្សេងៗផងដែរក្នុងនាមយើងជាសិស្សដែលរៀននៅសាលារៀនសុវណ្ណភូមិខ្ញុំបាទគឺជាសិស្សច្បងនៃថ្នាក់ទី12ពួកខ្ញុំគឺសង្ឃឹមថាសិស្សចំនួនក្រោយគឺសិស្សប្អូនទាំងអស់និងពួកយើងគឺជួយជំរុញឲ្យពួកគាត់ចូលរួមក្នុងការប្រកួតប្រជែងផ្សេងៗក៏ដូចជាខិតខំសិក្សារៀនសូត្រដើម្បីទទួលបានឱកាសនៅក្នុងការផ្លាស់ប្ដូរបទពិសោធន៍ផ្សេងៗជាកិច្ចដូចជាការដែលទទួលបានទស្សនកិច្ចទៅផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេសក៏ដូចជាការចូលរួមប្រកួតប្រជែងកម្មវិធីជាតិឬក៏អន្តរជាតិផ្សេងៗដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍខ្លួនហើយក៏ដូចជាទទួលបានឱកាសក្នុងការទទួលបានបទពិសោធន៍ថ្មីៗដើម្បីក្លាយជាធនធានមនុស្សអភិវឌ្ឍប្រទេសជាតិនៅពេលអនាគតAlright, as a Suvarnabhumi school students, I would like to give a suggestion of very strong recommendations for all the juniors to join in any competitions that have been striving their pathway into a bright future and join in any competitions including international competitions, national competition, exterior or interior competitions in order to give them more opportunities as an alternative work or academic course in order to strive their pathway into a bright future. Not only that, they can also learn to improve themselves with the developments of improving their own skills, the development skills of communications, of having great skills in education and studying. So, as a Suvarnabhumi school students, I would like to recommend to everyone to join in any competitions, strive for opportunities, and get more opportunities in order to create a better sustainable education for your own self. Thank you.